គូសពុំវល់អាវចង្កេះដែលមិនចាំបាច់បាត់ផ្នត់ក៏បាសស្អាតដែរបងប្អូនចាអញ្ចឹងបងប្អូនត្រូវមានតួលេខចង្កេះជាមុនដូចខ្ញុំអញ្ចឹងសិនសម្រាប់ចង្កេះរបស់ខ្ញុំនេះគឺខ្ញុំយកចង្កេះ80ចែកជា4ឃើញ20អញ្ចឹងសម្រាប់ពុំអាវនេះគឺខ្ញុំចេញពីកណ្ដុះដែលខ្ញុំច្អល់នេះមកខាងមួយទៀតនេះគឺចំនួន20លេខហើយអត់ចាំបាច់បូកនៅលើពុំហ្នឹងទេតែត្រឹម20លេខហ្នឹងក៏បានដែរហើយសម្រាប់សម្រុងវ៉ាល់អាវហ្នឹងវិញស្រេចចិត្តបងប្អូនស្រឡាញ់តម្រង់ប៉ុណ្ណាប្រវែងប៉ុណ្ណាគឺបងប្អូនដាក់សម្រុងប៉ុណ្ណឹងទៅហើយសម្រាប់ពុំនេះគឺខ្ញុំគ្រាន់តែឧទាហរណ៍ជូនបងប្អូនមើលទេមិនមែនរង្វាស់ຂະຫນាតដែលត្រឹមត្រូវតែម្ដងទេណាបងប្អូនចានៅពេលដែលឃើញ20គូសអីហើយដូចខ្ញុំអញ្ចឹងគឺបងប្អូនចាប់ផ្ដើមយកទៅកាត់ទៅហើយកាត់ហើយគឺបងប្អូនយកមកដាក់លើក្តារកាសែតមួយទៀតខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់ក្តារកាសែតនេះគឺបងប្អូនត្រូវតែបត់ជា4ដូចខ្ញុំអញ្ចឹងសិនបានយកពុំយើងដែលជ្រៀកហើយហ្នឹងគឺយកមកដាក់នៅលើពុំចាបើសិនជាក្តារកាសែតតែ2ស្លឹកអីក៏បងប្អូនពិបាកត2 3ដងដែរហើយបត់ជា4ដូចខ្ញុំអញ្ចឹងហ្មងទៅគឺងាយស្រួលបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំបត់ជា4អញ្ចឹងហើយខ្ញុំជ្រៀកបងប្អូនអាចជ្រៀកតាមចិត្តតែបងប្អូនស្រឡាញ់ជ្រៀករឹតតែធំបាសគឺរឹតតែធំចាឥឡូវសម្រាប់ពុំវ៉ាល់របស់យើងគឺហើយនេះពេលយកទៅដាក់នៅលើខ្លួនអាវអត់ចាំបាច់បាត់ផ្នត់ឬក៏ជីភ្លីនៅលើអាវទេបងប្អូនគឺដឹងតែបាសស្អាតហ្មងចាខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូនៅខ្ញុំកន្លងមកតែងតែជួយ like ជួយ share ជួយ comment ពាក្យល្អជួយលើកទឹកចិត្តវីដេអូនាងខ្ញុំឲ្យនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូជូនបងប្អូនមើលទាំងអស់គ្នាកន្លងមកចាអញ្ចឹងសម្រាប់វ៉ាល់នេះគឺហើយស្រេចហើយបងប្អូន